ជ្រៅក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានរីករាយពណ៌ស្វាយផ្ការបាយព្រៃក៏ពណ៌ស្វាយជាថ្នាលអនុស្សាវរីយ៍សាព្រោះដោយគ្រាប់គួយអារម្មណ៍អណ្ដែតដណ្ដូងគ្មានព្រំដែននិងជាប្រព័ន្ធក្នុងចិត្តស្នេហាក្នុងសួនបុប្ផាពណ៌ស្វាយព្រះចាំនៅតែមួយប្រឡំចាប់អំណាចនឹងតែក្រពុំតាំងផ្ការីអូននឹងក្រងផ្ការបាយព្រៃទឹកជូនបងនាំចម្លៃដោយជាយុធនតារាសម្បូរស្នេហ៍ខ្ញុំមិនស្លាប់ទេខ្ញុំមិនស្លាប់ទេលោកជួយបងខ្ញុំផងអូនសម្លាញ់មិនអាចរស់បានទេបងត្រូវតែរស់បងត្រូវតែរស់បងប្រមាណចុះមកជាអូនយកបងទៅក៏គ្មានមន្ទីរពេទ្យនៅជិតនេះដែរអូយឡើងនេះជួយបងខ្ញុំផងតែសម្រាប់បងប្រុសខ្ញុំជួយទីអាចជាទេធោក្មួយបងថាអ្នកណាជាឃាតករទេបរាវីបុប្ផាមួយពងរស់រយក្នុងសួនស្នេហ៍ទូយុហេក្មួយសុភាពទេហីពងអើយហើយខាងវិញបើមិនបាច់ជាពួកឯងធ្លាក់ខ្លួនលក់ក្រែមកែងចឹងណាពួកមិនចង់ខ្លាចខ្លែងទេតែនឹកថារឿងនឹងឡើងវាចង់តែឆាវវាឆោតែឆោវាឆាវអូតែឆាវវាឆាវណែរវល់តែឈាមឆៅឯណាឯណីខ្ញុំសួរថាអូនមិនបាច់ជាពួកឯងដាច់យ៉ាងចឹងកែងពួកឯងជួបសាណាមកមិនពេញហើយចុះឥឡូវសាណាណៃណាអារឿងនឹងហើយតែពូឆេវលោកអីមិននឹកស្មានសោះថាក្មួយសាំងណាមកឆ្លុះទឹកម៉ាស៊ីនអញ្ចឹងសុភាពឯងគួរដែរអីពូខំជូននាងមកដល់ផ្ទះស្រាប់តែនាងទៅជួបណាកំឡោះទីក្រុងម៉ែអានេះគេហៅថាកំឡោះយេនាងក៏សុះតែអោបគេខ្វាក់ហ្មងអោបគេអើយមិនទៀតអូយមិនគ្រាន់តែអោបទេសាំងណានាងធ្ងន់អឺហឹកអើយបេះដូងនាងលោតសូក្តុកព្រួយមីជាសត្វជាតិកម្មភពហើយឆ្លងសមុទ្រត្រូវឈូសកំណាចបោកផាត់បាក់ស្លាប់ធ្លាក់ក្នុងមហាសាគរចាំតាលោកគ្រូសង្ហាមានមុខមានមាត់គ្រប់ទីហើយក៏ឯងចេះតែប្រងើយនឹងកូនឬមួយក៏ឯងនៅអាឡោះអាឡៃកំឡោះស្រុកបៃលិននោះទៀតតាមគ្នាយល់ឯងគូតែឯងក៏មិនយល់ដល់គ្រោះថ្នាក់របស់ខ្ញុំដែរមកពីតែទៀនតែច្បាស់ជានឹងបានឃើញមកខ្ញុំទៀតហ្នឹងគ្នាអាចរកបានតែក្នុងរយៈមួយខែទៀតតែប៉ុណ្ណោះរកខោក្បាលគ្នាការបំបាញ់មហារាជមកគ្នាដាច់ចិត្តយកបារាំងជាប្តីហាក់ដូចជាគ្នាសម្រាប់អនាគតបារាំងនោះដែរបានសុភាពក៏គ្នាមិនស្រឡាញ់លោកគ្រូសំហាងក៏គ្នាមិនស្អប់គ្នាយល់ហើយតើឯងចង់ឲ្យគ្នាជួយឯងតាមវិធីណាក្នុងចំណោមអ្នកទាំងពីរនោះឯងគួរយកនាងម្នាក់ធ្វើជាប្តីហើយវិលទៅនៅស្រុកបៃលិនវិញទៅកញ្ញាសោបុប្ផាសម្ផស្សស្រស់ប្រកាលដោយរស្មីឥន្ទនូតែមានបណ្ដាញដួងចិត្តប្រកម្មរកុសយ៉ាងសែនខ្លោចផ្សាដោយដំណើរជីវិតក្នុងរឿងស្នេហាមួយ Love Story រដូវផ្ការីកន្លងផុតទៅរដូវថ្មីទៀតក៏បានឈានចូលមកដល់ជីវិតរីករាយរបស់នាងសង្ដាក៏បានកន្លងផុតទៅដែរហើយជំងឺប្រចាំកាយរបស់នាងក៏កាន់តែរត់ខ្លាំងឡើងឥតស្រាកស្រានជីវិតនាងកាន់តែខ្លីវិបត្តិផ្លូវចិត្តកាន់តែរីកធំឡើងទៀតតើមានឱសថអ្វីអាចស្រោចស្រង់ជីវិតនាងបានទេតើនាងធ្វើបែបណាដើម្បីដោះស្រាយវិបត្តិផ្លូវចិត្តនាងទេចាំណាស្រីល្អភ័ក្របានណាទៅមិនបានជិះបងមកតាមខ្ញុំទាំងយកអញ្ចឹងខ្ញុំមិនមែនមកតាមនាងទេតែខ្ញុំគ្រាន់តែចង់ឃើញថាតើស្រីមេម៉ៅហិចហៅបងណាហើយ
វា ចប់សិនអូនសុភាពេលនេះខ្ញុំកំពុងតែខឹងនឹងអូនតើបងដឹងរឿងពិតរបស់អូនវិញថ្ងៃស្អែកបងច្បាស់ជាខ្លាចចិត្តអានឹងអូនមិនខាន រួមសម្ដែងដោយម៉ៃយសិទ្ធតារារង្វាន់ទានមានខាងផ្នែកមនោសញ្ចេតនាអកលាត្រនំ បងចូលចិត្តតែណាស់និយាយតាមត្រង់ព្រោះល្បែងស្នេហាគេអាចលេងបានតែ2នាក់ប៉ុណ្ណោះបើលេងដល់តែ3នាក់ត្រូវតែមានម្នាក់យំ ខ្ញុំយំរួចទៅហើយទឹកភ្នែកដែលហូរចេញនៅពេលកំពុងយំមិនជាចោះចាប់ប្រមាណទេតែទឹកភ្នែកដែលយំមិនចេញបងថាមកមើល អូនខ្លាហានក្រាន់ណាស់ខ្ញុំយករឿងស្នេហាពីម្នាក់មកសារភាព5ម្នាក់ទៀតឥឡូវក៏មិនទាន់ហ៊ានទៀតដែរព្រោះបងគ្រាន់តែជាគូដណ្ដឹងមិនទាន់ជាម្ចាស់ដួងចិត្តរបស់អូននេះណា តែខ្ញុំខឹងនឹងគាត់ហើយព្រោះគាត់ក្បត់នឹងខ្ញុំ អូនមានអីផតាំងនេះ គាត់គ្មានបន្លាញទឹកក៏មិនហោបានដែរប្រាប់នឹងស្រីទៅពីរអ្នកនៅក្រោមដំបូលខ្ទមតែមួយ ខ្ញុំក្នុងដំណើរអូនចោតគេទៅហើយមកដូចជាមិនសមបើបងជាចៅក្រុមបងកាត់តួឲ្យប្រុសមួយឈ្នះ ស្រីនឹងប្រាប់នៅតែពីរអ្នកគាត់ថាគ្មានគាត់តាមទៀតអូនស្មានលើអី ក៏ជួយយើងនៅពីអ្នកដែរតាក៏មិនអូនចាប់ផងដែរកុំភ្លេចថាបងក៏ជាប្រុសដែរណា និយាយមិនអាចឈ្នះទេសោះបងឯងណា ខ្ញុំចង់ជួយលោកដែរតែបើខ្ញុំមិនទោសលោកក៏វហួសពេលទៅហើយ លោកគ្រូតែនចង់និយាយភាសាថាម៉េច ជាង2ខែហើយដែលខួរក្បាលនាងត្រូវជំងឺមហារីករោគរៀនយ៉ាងខ្លាំងចំណែកលាក្បាលនាងប្រេះស្រាំយ៉ាងដំណំមើលទៅគ្មានសង្ឃឹមថានាងរស់ទេ លោកគ្រូតែនតើមានមិនជួបបាយអីព្យាបាលបានទេ មានតែផ្លូវមួយយ៉ាងទេគឺមុនពេលដែលនាងលាចាកលោកនេះទៅលោកកុំធ្វើឲ្យនាងពិបាកចិត្តឲ្យសោះណា ចំនួន2សប្តាហ៍មកហើយនៅរោងភាពយន្តថែមជាតិដែលការប្របែកព្រៃបានទទួលជោគជ័យយ៉ាងប្រចុះប្រចង់នៅរន្ទឺសុសសាយក្នុងមជ្ឈដ្ឋានអ្នកទេសនាក្នុងរដ្ឋធានីភ្នំពេញនិងតំបន់នានានៅជុំវិញរដ្ឋធានីការប្របែកព្រៃបានទទួលការគាំទ្រពីគ្រប់មជ្ឈដ្ឋានអ្នកទេសនាទាំងអស់ដោយការប្របែកព្រៃបានទទួលលិខិតជាច្រើនរយច្បាប់ដែលសរសេរសរសើររឿងការប្របែកព្រៃគឺទេសនិកជននៅភ្នំពេញច្បារអំពើអរិយស័ន្ទគៀនស្វាយតាខ្មៅព្រៃភ្នៅនិងជាពិសេសកំពង់ស្ពឺ